កម្ពុជានឹងផ្ដល់ថវិកា$10,000ជួយដល់មីយ៉ាន់ម៉ាដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដីកម្ពុជាក្នុងនាមជាប្រទេសសមាជិកអាស៊ានម្នាក់បានផ្ដល់ជំនួយបន្ទាន់ដំបូងចំនួន$10,000ឲ្យប្រទេសមីយ៉ាន់ម៉ាដែលបានរងគ្រោះដោយហេតុការណ៍រញ្ជួយដីកាលពីថ្ងៃសុក្រទី28មីនាហើយបណ្ដាលឲ្យមានស្លាប់ជាង1,600នាក់ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាជំនួយនេះធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោកប្រាក់សុខុនប្រមុខកាទូតកម្ពុជានាពេលដែលលោកចូលរួមកិច្ចប្រជុំពិសេសបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យទី30មីនានេះលើពីនេះកម្ពុជាក៏កំពុងពិនិត្យលទ្ធផលរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់តាមរយៈការផ្ដល់ថ្នាំពេទ្យនិងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតតាមការសមស្របក្នុងបទអន្តរាគមន៍ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានឲ្យដឹងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងរូបលោកផ្ទាល់បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃចំពោះការបាត់បង់អាយុជីវិតរបួសនិងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយបានបួងសួងដល់ព្រលឹងនៃអ្នកដែលបានទទួលមរណភាពនិងសូមឲ្យអ្នកដែលរងរបួសនិងអ្នករងផលប៉ះពាល់បានជាសះស្បើយយ៉ាងឆាប់រហ័ស